តាគិតថាមេដឹកនាំខ្មែររូបណាដែលល្អជាងគេក្រោយឆ្នាំ1900មេដឹកនាំខ្មែរទាំងអស់ល្អជាងគេហើយដែលល្អបំផុតហ្នឹងគឺសម្ដេចហ៊ុនសែនណាបានជានៅស្រុកខ្មែរសប្តាហ៍ថ្ងៃអ្នកណាក៏ស្រឡាញ់សម្ដេចហ៊ុនសែនដែរណាហើយដោយសារស្រឡាញ់សម្ដេចហ៊ុនសែនហ្នឹងហើយបានតែហ៊ានសៀមនឹងវាចំណែនហើយដល់តែហ៊ានសៀមវាចំណែនវាវាយអត់ឈប់ហ៊ុនសែនថាវាយទៅអញអត់មានឲ្យកូនអញទៅច្បាំងផងណាអត់មានឲ្យកូនអញទៅច្បាំងផងហើយអញទៅអញបញ្ជូនតែកូនអ្នកអរគុណអញទៅច្បាំងនោះអញ្ចឹងហើយសៀមវាថាចំធ្វើចំណែននឹងហ៊ុនសែនវាយហ៊ុនសែនទៅងើយហ៊ុនសែនប្រាប់ហើយបន្ទាត់ក្រហមអញកំណត់ហើយហើយចូលមកនងច័ន្ទអញយកប្រជាជនស៊ីវិលទៅទប់ឯងហើយបាញ់ក្របចោអញថតរូបបានអញផ្ញើមក Washington ឲ្យ lobby អញប្តឹងអាមេរិកថាឯងខូខើហើយបាញ់ប្រជាជនស៊ីវិលអញថតយកចងក្រងឯកសារអញប្តឹងឯងអូខេហើយធ្វើអញណាអញរៀបចំដាក់ឲ្យដបងប្រជាជនភៀសខ្លួនឲ្យតកាយយកបាឡាលោហៃកាត់លក់ធ្វើអេចាយណាវៀតណាមបងលុយអេចាយឲ្យអញហើយធ្វើអីអញហើយធ្វើអីអញណាអានសេះណាហើយចូលមកអញដាក់ BM21 ទៅណាដាក់ចុះដាក់ឡើងឥឡូវហ្នឹងរង្វង់មូលអនុស្សាវរីយ៍តាអ៊ុំណាឥឡូវឈ្មោះតាប៉ែកតាអ៊ុំឥឡូវគាត់ដូរឈ្មោះដាក់ឈ្មោះតាប៉ែកខ្ញុំតែលេហ្វូនទៅសួរគាត់តាកែងតាឯងឈ្មោះអ៊ុំហ៎ចំណែកតាប៉ែកនេះខ្ញុំហើយគេហៅអាប៉ែកណាហ៊ុនសែនថាអាប៉ែកភ្នែកវិសាយតាអ៊ុំគាត់ថាខ្ញុំដឹងហើយលោកសុកសកុលប៉ុន្តែបើមិនឲ្យពេកហ្មងអាសៀមឡើងមកហ៊ុនសែនដាក់ BM21 ទៅដល់ពេលតាសែនឡើងមកអាសៀមដាក់ BM21 មកដាក់ទៅដាក់មកឥឡូវនេះមានតាអ៊ុំឯណាទៀតខ្ញុំនឹងឈ្មោះអ៊ុំពេកអញ្ចឹងហៅកាត់ខ្មែរថ្ងៃក្រោយទៅលក់ដូររស់នៅអានសេះហ្នឹងត្រូវហៅថាទួលហ្នឹងទួលអីទួលតាពេកអាហ្នឹងមួយទៅណាវាលអន្ត្រីណាខ្ញុំទៅសួរថាអន្ត្រីអើយមិនដែរនោះអត់ទេបងខ្ញុំអត់អីទេខ្ញុំឈ្មោះអន្ត្រីពេកហេនៅស្រុកអាមេរិកមានអន្ត្រីតងោលហើយចុះនៅខាងស្រុកខ្មែរនោះមិនមានអន្ត្រីពេកដែរថាបងអើយណាងាកទៅសៀមដាក់ក្រាំងបងងាកទៅខាងហ៊ុនសែនក្រាំងទៅក្រាំងមកឥឡូវទៅពេកហើយវាលទៅពេកអន្ត្រីទៅពេកណាអន្ត្រីទៅពេកបើវាយគ្នាតទៅទៀតណាព្រះវិហារគេហៅថាព្រះទៅពេកអត់មានអាលុំបងសន្ទូចហ្នឹងទេថ្ងៃក្រោយប្រាសាទហ្នឹងវារៀបដល់ដីទៅគេហៅប្រាសាទគេហៅថាព្រះតពេកណាវាទៅជាតពេកឃើញទេហើយចុះតមន់ណាបន្តិចទៀតបើវាយនេះបន្តិចទៀតមន់ពេកហើយចុះតាកបីឥឡូវវាទៅជាកបីតពេកហើយចុះនងច័ន្ទភូមិជោគជ័យជោគពេកហើយចុះព្រៃច័ន្ទព្រៃពេកពេលហ្នឹងណាយើងបានសក់ហើយយើងបានសក់ហើយក៏សុទ្ធសាធតពេកណាអូខេអាហ្នឹងចឹងសំណួរមុនគេងចង់ដឹងគំនិតរបស់តារបបតាលន់នល់មិនដួលរលំរបបតាលន់នល់មិនដួលរលំមានអ្វីកាត់ឡើងរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកលន់នល់ណាចៅគឺជាថ្មបាក់តាំងពីចាត់បដិសន្ធិមកគឺរដ្ឋាភិបាលលោកលន់នល់ជាថ្មបាក់អត់មានថាជោគជ័យអីទេព្រោះលន់នល់គាត់ស្មោះត្រង់នឹងសីហនុពេកសីហនុឲ្យគាត់ធ្វើអីគាត់ធ្វើអញ្ចឹងគាត់ក៏ទទួលថ្មបាក់នឹងមកណាមិនមែនដោយសារពុកអលួយទេថ្មបាក់ការដែលថាពុកអលួយហ្នឹងណាបើប្រៀបធៀបនឹងសម្ដេចតេជោឥឡូវគាត់មិនលៀនណាលន់នល់តែមួយទេសង្គមតេជោសែនពុកអលួយមិនលៀនភាគរយសាធារណរដ្ឋមិនបាន 1% ផងគេចោទថា Sustain Fernandez លួចលុយរាប់រយលានដុល្លារទៅស្រុកបារាំងអត់ពិតទេ Sustain Fernandez ងាប់ជាអ្នកក្រនៅស្រុកបារាំងទេគេថាលន់នល់លួចលុយរាប់លានលន់នល់ដកលុយតែ1លានទេដកលុយពីធនាគារសាធារណរដ្ឋខ្មែរតែ1លានទេលន់នល់អត់មានលុយទេក្រោយលន់នល់ងាប់ឆ្នាំ85ប្រពន្ធក្រោយរបស់លន់នល់នេះរស់នៅវេទនាកូនរបស់លន់នល់អាខ្លះជក់អភិញ្ញាណកច្ឆាអត់មានអាណាមួយរៀនបានទេលន់នល់នៅសល់តែកូនស្រីមួយទេដែលបានសុខសប្បាយនឹងលន់នល់វេទនាណាស់ទទួលថ្មបាក់ណា
មន្ត្រីទាំងអស់នៃសាធារណរដ្ឋខ្មែរពុកអលួយបានត្រឹមតែដបស្រាហនស៊ីទេមន្ត្រីទាំងអស់សក់សុទ្ធសខនទៀបបែនអត់សួងសេកសំអៀតអីអត់មានលុយទេអញ្ចឹងបើប្រៀបធៀបអំពើពុកអលួយនៅក្នុងសម័យសាធារណរដ្ឋខ្មែរមួយនៅក្រោមសម្ដេចហ៊ុនសែនវា1លានហើយលុយដែលចម្ពាក់អាមេរិកកាំង200លានដែលសប្ងៃមានការប្រាក់ឡើងរហូតដល់500លានជាងនេះមិនមែនដោយការចោទប្រកាន់ថាខ្ចីលុយគេមកទិញកាភ្លើងច្បាំងទេគឺជាលុយជំនួយសេដ្ឋកិច្ចពីព្រោះកាលនោះទីក្រុងភ្នំពេញអីក៏ត្រូវខ្មាំងពាត់ដូច្នេះអត់មានមធ្យោបាយអ្វីក៏ត្រូវប្រើប្រាស់ជំនួយសេដ្ឋកិច្ចផងហើយត្រូវការប្រាស់ទិញប្រេងទិញអីយកមកប្រើផងក៏5ឆ្នាំហ្នឹងចម្ពាក់គេជាង200លានដូច្នេះកូនចៅជំនាន់ក្រោយក៏ត្រូវគេលៀងខួរក្បាលណាក៏ត្រូវតែលៀងខួរក្បាលឲ្យជឿថាលន់នល់នេះជាអ្នកបង្កើតសង្គ្រាមក្រោយថ្ងៃទី24ខែមិនិនាឆ្នាំ70គឺយួនវាយលន់នល់ក្នុងរយៈពេល72ម៉ោងពាក់កណ្ដាលប្រទេសកម្ពុជារតនគិរីមណ្ឌលគិរីកញ្ចេះស្ទឹងត្រែងមកចំណែកនៃកំពង់ចាមតាកែវយួនយកអស់លីងអត់មានខ្មែរក្រហមមកក្របទេយួនវាយយកទាំងអស់ដូច្នេះអ្វីដែលលោកហ៊ុនសែននិយាយក្នុងម៉ៃក្រូហ្វូនគឺនិយាយតាមយួនវាប្រាប់ហើយចំណែកឯក្មេងៗជំនាន់ក្រោយនិយាយតាមគេប្រាប់មកលន់នល់កំសត់ណាមុនឆ្នាំ85គាត់ស្លាប់គាត់ស្កាប់ជួបសែនុប៉ុន្តែខ្មែរយើងបំបែកបំបាក់គ្នាបងវែងដានអត់ឲ្យសែនុជួបលន់នល់សែនុលន់នល់ចង់ជួបសែនុហ្នឹងគាត់តែក្រាបសំពះសែនុទេល្ងងដល់ប៉ុណ្ណឹងលន់នល់គាត់ល្ងងដល់ប៉ុណ្ណឹងគាត់ចង់ក្រាបសំពះសែនុគេចាក់រុកអត់ឲ្យជួបទេរហូតដល់ហើយទៅលន់នល់គាត់ស្លាប់ឆ្នាំ85ទៅហ្នឹងអញ្ចឹងតើកម្ពុជាអាចបាត់ដីដែរទេតាកម្ពុជាអត់ចេះបាត់ដីទេអត់ចេះបាត់ដីទេដីអត់ដែលបាត់ទៅណាទេកូនមិនបាននិយាយអញ្ចឹង